ចាសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំយកវីដេអូមេជ្រូករបស់ខ្ញុំដែលបានកើតកូនពីថ្ងៃមុនឥឡូវហ្នឹងកើតបានអាយុ23 24ថ្ងៃបងប្អូនតែអានេះខ្ញុំយកមកកាត់តស្វាថ្មីដោយសារតាមានបងប្អូនឲ្យភ្ញៀវជាច្រើនដែលគាត់បានកំងប្រភេទថ្នាំព្យាបាលមេជ្រូកអំឡុងពេលកើតកូនហើយហ្នឹងគាត់អត់សូវចេះដូចថាពីវិធីប្រើឥឡូវហ្នឹងខ្ញុំមកធ្វើវីដេអូតាំងពីដើមដំបូងមេជ្រូករបស់យើងចាប់ដើមមកបែកទឹកព្រៃអញ្ចឹងណាបងប្អូនមើលទៅវាបែកឈាមប្រានឹងរៀងច្រើនធ្លាក់អាចព្រៃចេញពីតបែវាហ្នឹងចាប់ដើមធ្លាក់ក្របដុំតិចតួចល្អិលអីមកហ្នឹងយើងចាប់ដើមចាក់ថ្នាំបើកស្បូនបានហើយចាឥឡូវហ្នឹងដូចជាវីដេអូដែលខ្ញុំកំពុងតែដាក់ឲ្យមើលនេះបងប្អូនយើងចាប់ដើមចាក់ថ្នាំបើកស្បូនបានហើយឲ្យទៅដូចថាធ្លាក់ឈាមប្រាច្រើនធ្លាក់ទឹកព្រៃធ្លាក់អាចព្រៃមករៀងច្រើនហ្នឹងមកសំរុំយើងអាចចាក់បានហើយថ្នាំបើកស្បូនហ្នឹងចារួចហើយយើងសង្កេតមើលមេជ្រូករបស់យើងបើថាវានៅឈឺពោះយូរសង្កល់យូរអញ្ចឹងយើងមិនបាច់តន់ចាក់ថ្នាំអីឲ្យបងប្អូនគ្រាន់តែចាំមើលសភាពការវាមិនយូរប្រហែលទេបងប្អូនប្រហែលជាកន្លះម៉ោងអីស្បូនវាបើកូនវាកើតជាធម្មតាអញ្ចឹងទៅយើងអាសាយកម្រាមដៃយើងលូករាវតាមមាត់ស្បូននឹងផងប៉ះណាកូនវានៅខ្ទាស់នៅហ្នឹងណាចាដូចជាមេជ្រូកខ្ញុំនេះជាដើមដោយសារតែកូនវាធំមែនតើឆ្លោះមែនតើដល់ហើយតើយើងជួយទាញជើងតែអត់លូកទេភាគច្រើនខ្ញុំអត់ជួយលូកជួយកូនទាញចេញមកបងប្អូនដោយសារតែប៉ះណាបើយើងលូកពេកមេជ្រូករបស់យើងអាចនឹងទាស់ឡងពេលកើតហ្នឹងក៏មានដែរចាប៉ះមេកូនដំបងផងប៉ះណាវាកាំងងាប់ក៏មានដែរយើងលូកជួយពេកអីចឹងណាចាធម្មតាយើងចាក់ថ្នាំបើកស្បូនហ្នឹងមកកន្លះម៉ោងគឺវាកើតហើយបងប្អូនបើថាវាទោះយ៉ាងណាក៏កូននឹងធ្លាក់មកនៅនឹងកន្លែងកលាក់តកៀកវានឹងដែរយើងគ្រាន់តែយករៀមដៃពីរលូករាវទៅបានហើយមិនបាច់ចាំទៅតន់លូកវាទេចាជាធម្មតាកូនជ្រូកបើថាវាទៅតែមួយនឹងឯងយើងដូចថាយើងលូកជួយញឹកញ័រពេកវាខូចទេបងប្អូនវាខូចមេជ្រូកប៉ះណាវាទាស់ចឹងទៅអត់មានទឹកដោះកូនបានទេប៉ះណាក៏បើមេកូនដំបងផងប៉ះណាបើយើងលូកជួយញឹកពេកវាមានទាស់ងាប់ក៏មានដែរចារួចហើយយើងមើលតាមសភាពការមេជ្រូករបស់យើងកើតកូនបាន1ឬ2ឬ3ចឹងទៅមើលទៅវារៀងខ្សោយមេជ្រូកខ្ញុំក៏បាននេះកើតកូនបាន2ចា2ខ្ញុំចាប់ផ្ដើមចាក់ថ្នាំកម្លាំងឲ្យចឹងណាដោយសារបើកើតដំបងហ្នឹងលឿនដល់ហើយទៅវារៀងយូរបន្តិចបានកើតមួយទៀតចឹងទៅចាដោយសារតែថ្នាំវាមិនទាន់ដេញសក់ខ្លួនវាចឹងណាចាហើយកើតហើយភ្លាមយើងដាក់ប្រឡែងចេះមួយចឹងសិនមកឲ្យវាស្គាល់មេឲ្យមេស្គាល់កូននេះចឹងបើយើងក្រដាក់ឲ្យវាប៉ះមេវាក៏មេវាអត់សូវស្គាល់ដែរប៉ះណាវាអត់ឲ្យកូនបើទេមេជ្រូកក៏ចាឥឡូវហ្នឹងចាប់ផ្ដើមកើតមួយទៀតហើយប្រហែលជា5ដល់10នាទីកាត់មួយទៀតដល់កើតមួយទៀតហើយបានខ្ញុំចាប់ផ្ដើមចាក់ថ្នាំកម្លាំងឲ្យវាបងប្អូនយើងចាក់ថ្នាំកម្លាំងនឹងហើយអត់មានចាក់អីទេសម្រាប់មេជ្រូករបស់ខ្ញុំចាដល់តែព្រឹកឡើងកើតកូនហើយមួយយប់ចឹងព្រឹកឡើងខ្ញុំចាប់ផ្ដើមសុលថ្នាំស្បូននៃវាមកគ្រាប់ចាក់ប្រភេទថ្នាំផ្សះមួយជុលហើយបានខ្ញុំធ្វើប្រភេទដាក់ថ្នាំថែមមួយជុលប្រភេទថ្នាំអាណាសាំងក្តៅទៅហក់ការពារទប់ស្កាត់កុំឲ្យទឹកដោះមេវាក្តៅអីចឹងជាធម្មតាមេជ្រូករបស់យើងវាកើតកូនហើយវាតែងតែមានតបៅក្នុងវាឈឺស្បូនឈឺអីវាចឹងប៉ះណាវាអត់ងើបស៊ីបាយទេតែបើថាយើងចាក់ថ្នាំកម្លាំងមុនពេលវាកើតកូនអស់ហ្នឹងដូចថាយើងកើតកូនដូចថាវាមេជ្រូកកើតកូនបាន1 2ឬក៏3អីចឹងយើងចាក់ថ្នាំកម្លាំងទៅមេជ្រូកប៉ះណាកើតហើយភ្លាមងើបស៊ីបាយផ្លែតហ្មងអត់មានចាំស្អែកចាំអីទេមេជ្រូករបស់ខ្ញុំបងប្អូនចាប៉ុន្តែវាមានមួយចំណុចបើថាយើងប្រើថ្នាំខុសក៏មេជ្រូករបស់យើងអត់ងើបស៊ីបាយឬក៏វាក្តៅទៅហក់បដាលឲ្យទឹកដោះមេក្តៅប៉ះណាក៏ខាសទឹកដោះចឹងទៅបើថាយើងប្រើថ្នាំចំណុចត្រង់ហ្នឹងខុសបងប្អូនចាប៉ុន្តែមេជ្រូករបស់ខ្ញុំចំណុចត្រង់ហ្នឹងខ្ញុំប្រយ័ត្នមែនតើរឿងថ្នាំចាក់ខ្ញុំអត់ចេះតែចាក់ទ្វាទេប៉ះណាវាស្វិតដោះអត់មានទឹកដោះកូនបើកូនងាប់អស់ក៏មានដែរប៉ុន្តែមេជ្រូករបស់ខ្ញុំបងប្អូនឃើញស្រាប់ហើយកូននិយាយថាសុខភាពល្អមែនតើកើតមកឡើងស្រស់ប៉ុនគ្នារួចថាមកសបុកហ្នឹងនិយាយថាធ្លាស់មែនតើមិនថាតាំងពីកើតឬក៏ឥឡូវទេបងប្អូនអើយមៀតមើលឡើងយល់ឥឡូវហ្នឹង